ជំរាបសួរអ្នកខ្ញុំអេសកុនធីស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននៅបង្រៀនរយៈពេល27ថ្ងៃរបស់អ្នកខ្ញុំនៅក្នុងមេរៀនទី8នេះខ្ញុំលើកយកនៅភាពខុសគ្នានៃការបង្រៀនថ្នាក់និទស្សន៍និងការសិក្សាស្រាវជ្រាវមេរៀនដែលហៅថា lesson study មកធ្វើបទបង្ហាញកាលពីសប្តាហ៍កន្លងទៅខ្ញុំមានឱកាសចូលរួមធ្វើថ្នាក់និទស្សន៍សម្រាប់លោកគ្រូអ្នកគ្រូនៅក្នុងក្រុមបច្ចេកទេសបានត្រួតពិនិត្យហើយនឹងផ្ដល់ការលម្អបន្ថែមហើយនៅក្នុងដំណើរនៃការធ្វើថ្នាក់និទស្សន៍ដោយដែលលោកគ្រូអ្នកគ្រូដឹងអញ្ចឹងគឺគ្រូបង្រៀនដែលត្រូវវេនគាត់ត្រូវរៀបចំទាំងអស់មានន័យថាគាត់ត្រូវរៀបចំទាំងកិច្ចទាំងការសម្ភារៈដែលត្រូវប្រើប្រាស់សម្រាប់ការរៀននៅបង្រៀនហើយគាត់ត្រូវបង្រៀនជូនលោកគ្រូអ្នកគ្រូហើយលោកគ្រូអ្នកគ្រូនឹងដល់យោបល់កែលម្អទៅដល់ការបង្រៀននោះផងដែរប៉ុន្តែបើយើងនិយាយអំពីការសិក្សាស្រាវជ្រាវមេរៀនឬ lesson study នេះវិញវាមានភាពខុសប្លែកជាងព្រោះវាមានភាពស៊ីជម្រៅទៅដល់ការអភិវឌ្ឍវិជ្ជាជីវៈរបស់លោកគ្រូអ្នកគ្រូ lesson study នេះគឺវាមានប្រភពដើមនៅប្រទេសជប៉ុនហើយចូលមកនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ2006តាមរយៈចែកការក្នុងគម្រោង Step Sum 2ហើយការសិក្សាស្រាវជ្រាវមេរៀននេះវាមានលក្ខណៈស៊ីជម្រៅត្រង់ណាត្រង់លោកគ្រូអ្នកគ្រូតម្រូវឲ្យលោកគ្រូអ្នកគ្រូក្នុងក្រុមជារួមធ្វើកិច្ចការរួមគ្នាក្នុងការកំណត់វេនជ្រើសរើសខ្លឹមសារមេរៀនបន្ទាប់មកលោកគ្រូអ្នកគ្រូក្នុងក្រុមដូចគ្នាដែរត្រូវពិភាក្សាខ្លឹមសារមេរៀនឲ្យបានស៊ីជម្រៅរួចរៀបចំដំណើរការបង្រៀនតាមរយៈការធ្វើកិច្ចតែងការរួមគ្នាហើយកែលម្អរួចធ្វើថ្នាក់បង្ហាញជាមួយក្រុមបច្ចេកទេសខ្លួនឯងទើបយកទៅបង្រៀនក្នុងថ្នាក់ជាមួយសិស្សហើយលោកគ្រូអ្នកគ្រូនៅក្នុងក្រុមពិនិត្យនិងកែលម្អបើស្ដាប់ទៅហាក់បីដូចជាស្រដៀងនឹងថ្នាក់និទស្សន៍ដែរប៉ុន្តែវាមានលក្ខណៈប្លែកត្រង់ថាគ្រប់ដំណើរការទាំងអស់លោកគ្រូអ្នកគ្រូក្នុងក្រុមបច្ចេកទេសគឺចូលរួមហើយដំណើរការភាសាដំណើរការចែករំលែកដំណើរការគិតរំហោមេរៀនទាំងអស់នេះហើយគឺជាដំណើរការដែលលោកគ្រូអ្នកគ្រូរៀនសូត្រអភិវឌ្ឍវិជ្ជាជីវៈបំពេញចន្លោះខ្វះខាតព្រោះយើងធ្វើកិច្ចការរួមគ្នាហើយយើងអាចពិនិត្យមើលឃើញថាដំណើរការនៃការរៀននោះវាមានភាពខុសគ្នាយ៉ាងម៉េចទៅនឹងអ្វីដែលយើងគ្រោងទុកហើយការធ្វើបែបនេះវាមានប្រសិទ្ធភាពមែនទែនក្នុងការដោះស្រាយបញ្ហារបស់ថ្នាក់រៀនដោយផ្ទាល់ក៏ដូចជាជួយដល់ការអភិវឌ្ឍវិជ្ជាជីវៈនៅក្នុងសាលារៀនផងដែរក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេចាសូមអរគុណរីករាយចូលឆ្នាំខ្មែរ